ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះយប់អត់ដឹងថាត្រូវស្លអីញ៉ាំអញ្ចឹងណាបងប្អូនហើយក៏បើកទូទឹកកកទៅមានឃើញថៃមានទាំងថៃប្រឡាក់ផងថៃស្រស់ផងតែមិនដឹងថាត្រូវស្លអីញ៉ាំអញ្ចឹងណាបងប្អូនហើយក៏បានឃើញកូនថៃទូអញ្ចឹងក៏នឹកឃើញថាមានតាស្លម្ជូរឯងបងប្អូនពួកអីខ្ញុំចូលចិត្តស្លម្ជូរអញ្ចឹងណាជូរក្តៅបងប្អូនហើយឃើញសល់យងចេកមួយទៀតក៏នឹកឃើញថាត្រូវស្លម្ជូរទៅបងប្អូនបន្ទាប់ពីយើងឃើញថាត្រូវស្លម្ជូរអញ្ចឹងក៏ចេញមកបេះស្លឹកអំពិលទាំងយប់តែម្ដងបងប្អូនអត់មានអីប្រវាដោយសារថាដើមអំពិលយើងនៅមុខផ្ទះអញ្ចឹងណាបងប្អូនអញ្ចឹងក៏មកបេះស្លឹកអំពិលដើម្បីទៅស្លម្ជូរអញ្ចឹងណាបងប្អូននេះបងប្អូនឃើញអត់យប់មកឡានបើកនិយាយទៅមកវិញខ្ញុំសម្រាប់ផ្លូវជាតិលេខ21ហ៎បងប្អូនចូលស្លេងទៅដោយសារតាឡានបើកនិយាយទៅលន់លឺខ្លាំងមែនតើបងប្អូនហើយខ្ញុំបេះស្លឹកអំពិលតែបន្តិចទេដោយសារតែយើងស្លតែមួយចានសម្រាប់ពេលល្ងាចអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងបេះស្លឹកអំពិលហើយគឺទៅបេះស្លឹកគ្រៃដើម្បីដាក់ក្នុងម្ជូរយើងអញ្ចឹងណាបងប្អូននិយាយទៅភាគច្រើនគឺខ្ញុំចូលចិត្តជាងគេគឺស្លម្ជូរតែម្ដងបងប្អូនឥឡូវបេះស្លឹកគ្រៃពីរស្លឹកយើងក៏ចាប់ផ្ដើមមកធ្វើម្ហូបស្លអញ្ចឹងណាបងប្អូនគឺរៀបចំស្លហើយយើងមកកាត់សាយ៉ូងចេកបកសាយ៉ូងចេកអញ្ចឹងណាហើយយើងបកហើយយើងហាន់ជាអឺដុំតូចដើម្បីស្លម្ជូរអញ្ចឹងណាបងប្អូនហើយចំពោះគ្រឿងគឺមានប្រហុកហើយខ្ញុំដាក់ល្មៀតណាបងប្អូនល្មៀតដើម្បីទៅជួយតែអញ្ចឹងយើងដំដាក់បងប្អូនចំពោះតែខាងស្លគឺយើងហាន់តែអញ្ចឹងបងប្អូនហើយយើងដាក់ខាងទៅដើម្បីឲ្យអត់ជាប់បងប្អូនហើយកន្លែងស្និតជេរទូនេះធ្វើទៅរៀងធំដែរខ្ញុំព្រោះចេញខាងអញ្ចឹងណាបងប្អូនហើយខ្ញុំតែជេកណាដែលនៅទូខ្ចីទេអញ្ចឹងខ្ញុំហាន់អញ្ចឹងទៅហើយយើងដាក់ត្រាំទឹកទៅហើយចំពោះយងចេកបងប្អូនដាក់អំបិលដែរអញ្ចឹងណាបងប្អូនព្រោះអីពេលយើងដាក់អំបិលទៅដើម្បីឲ្យកាត់ជាប់កុំឲ្យវាខ្មៅបងប្អូនបន្ទាប់ពីខ្ញុំលាងពីវាទឹកហើយគឺខ្ញុំស្រង់ដាក់បន្លែកសិនអញ្ចឹងណាបងប្អូនបន្ទាប់ពីខ្ញុំដាក់ដាំទឹកហើយទឹកពុះគឺខ្ញុំដាក់អំបិលហើយខ្ញុំដាក់ល្មៀតហើយនឹងខ្ទឹមសហើយនឹងស្លឹកគ្រៃដែលយើងបេះហ្នឹងបងប្អូនបន្ទាប់មកខ្ញុំដួសទឹកក្តៅហ្នឹងដាក់ក្នុងចានប្រហុកណាបងប្អូនអញ្ចឹងដើម្បីឲ្យប្រហុកសាច់ហ្នឹងវាផុយអញ្ចឹងទៅចាំយើងចាក់ដាក់ចូលក្នុងឆ្នាំងបន្ទាប់មកខ្ញុំដាក់ថៃតែល្មមទេព្រោះឲ្យយើងស្លតិចដែរអញ្ចឹងណាបងប្អូនបើបន្ទាប់ពីយើងដាក់ថៃហ្នឹងហើយគឺយើងអាចដាក់ប្រហុកដែលយើងដួសទឹកក្តៅដាក់ហ្នឹងបានណាបងប្អូនហើយបន្ទាប់មកគឺយើងដាក់សាយ៉ូងចេកយើងតូលទៅបន្ទាប់ពីសាយ៉ូងចេកយើងឆ្អិនហើយគឺយើងអាចដាក់ស្លឹកអំពិលចូលបានហើយបងប្អូនអញ្ចឹងទុកឲ្យពុះទៅវាចេញជាតិជូរណាបងប្អូនបន្ទាប់ពីហ្នឹងគឺជាការស្រេចហើយយើងដួសដាក់ចានដើម្បីញ៉ាំបានហើយមកឆៅមកអូខេបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេគឺចាំជួបគ្នានៅវីដេអូក្រោយទៀតអញ្ចឹងណាបងប្អូនអរគុណសម្រាប់ការទស្សនាបាយបាយ